នេះជាទស្សនភាពថ្ងៃអុំទូកថ្ងៃទី2ខ្ញុំឃើញគេជិះទូកក៏ចង់ជិះគេដែរប៉ុន្តែយើងមិនដឹងថាគេជិះទូកនឹងតម្លៃប្រមាណទេបានសួរគេហើយក៏អត់បានជិះហើយយើងថវិកាតិចផងអត់បានជិះហើយក៏មកដើរមើលគេតាំងពើផលិតផលខ្មែរដែលមានជាច្រើនមុខហ្នឹងអានេះក៏មួនលាបសក់អានេះប្រេងលាបសក់ហើយសាប៊ូកក់សក់ហើយនេះក៏មួនលាបមាត់នេះសាប៊ូស្តៅសាប៊ូអង្ករនេះសាប៊ូសូត្រមីហើយនេះថ្នាំបាញ់មូសការពារមូសហើយប្រេងកាឡាគឺផលិតផលជាច្រើនមុខទៀតដែលមិនអាចរៀបរាប់បានអស់ទេហើយនេះស្អីគេបានមើលអក្សរដែរហើយនេះមើលសៅចេកណាំវ៉ាហើយក៏ត្រឡប់មកផ្ទះវិញចូលញ៉ាំបាយម្ហូបមួយមុខញ៉ាំបាយត្រឡប់មកផ្ទះវិញ